បាទសូមជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាសូមជម្រាបសួរទៅកាន់អតិថិជនទាំងថ្មីទាំងចាស់ជាទីស្រឡាញ់ទាំងអស់គ្នាផងដែរឥឡូវនេះខាងយើងខ្ញុំសូមធ្វើការបង្ហាញជូនអំពីរបៀបនៃការដំឡើងក្រេដែកមួយទៀតហើយបាទដែលងាយស្រួលក្នុងការដំឡើងមែនទែនមិនពិបាកនោះទេក្នុងការដំឡើងសម្បីតែម្នាក់ឯងក៏អាចដំឡើងបានដែរជាពិសេសគឺពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តមិនព្រួយបារម្ភរឿងការលំបាកក្នុងការដំឡើងនោះទេបាទគឺគ្រាន់តែហែកថង់ផ្លាស្ទិកចេញហើយសូកចូលងាំនៃមុំទាំង4ជាការស្រេចតែម្ដងបាទដំឡើងម្នាក់ឯងក៏បានដែរបន្ទាប់ពីយើងធ្វើការសូកចូលងាំនៃមុំទាំង4រួចរាល់ហើយបន្ទាប់មកយើងក៏ចាប់ផ្ដើមធ្វើការឡើងជាន់ពីលើមុំទាំង4ហ្នឹងបន្តិចទៅដើម្បីឲ្យមានការចូលហាប់ណែនបានល្អមិនរង្គើបាទហើយសម្រាប់ក្រេនេះផងដែរគឺជាប្រភេទក្រេដែកក្បាលពុកកាប់ត្បូងដែលវាមានបន្ទះរនាបញឹកល្អហើយមេដែកធំធំរីឯសាច់ដែកវិញក៏ក្រាស់ល្អផងដែរធន់មាំក្នុងការប្រើប្រាស់ចំណែកឯជើងវិញគឺយើងមានជាជើងទម្រជ័រសម្រាប់ការពារមិនឲ្យឆ្កូតជាមួយនឹងការ៉ូឬលាន់ឮសំឡេង